ហេតុអ្វីបានជាទម្លាប់ច្រៀងក្នុងបន្ទប់ទឹកពេញនិយមខ្លាំងម្ល៉េះជុំវិញពិភពលោកនេះគឺជាមូលហេតុដែលធ្វើឲ្យមនុស្សភាគច្រើនចូលចិត្តច្រៀងនៅពេលងូតទឹកការច្រៀងក្នុងបន្ទប់ទឹកមិនមែនគ្រាន់តែជាការកម្សាន្តទេប៉ុន្តែវាមានហេតុផលវិទ្យាសាស្ត្រដ៏អស្ចារ្យទាំងផ្នែកសូរសំឡេងនិងចិត្តសាស្ត្រដែលធ្វើឲ្យយើងចូលចិត្តវាបំផុតជួយបង្កើនអារម្មណ៍រីករាយការច្រៀងជួយបញ្ចេញអរម៉ូនរីករាយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយនិងបាត់ហត់នឿយជួយធ្វើឲ្យសំឡេងពីរោះជាងមុនជញ្ជាំងការ៉ូបង្កើតសំឡេងបន្ទ័រធ្វើឲ្យសំឡេងយើងស្ដាប់ទៅមានថាមពលនិងជឿជាក់បន្ទប់ទឹកគឺជាកន្លែងដែលគ្មាននរណាម្នាក់មកវិនិច្ឆ័យឬស្ដីបន្ទោសរឿងច្រៀងខុសកម្រិតសំឡេងវាជាកន្លែងដែលអ្នកអាចធ្វើជាតារាចម្រៀងដោយសេរីបំផុតហេតុផលនេះហើយដែលធ្វើឲ្យបន្ទប់ទឹកមានអំណាចម្យ៉ាងវាអាចបដូរពីសំឡេងទាស្រែករបស់លោកអ្នកឲ្យដូចទៅនឹងសំឡេង Justin Bieber ជាចុងក្រោយខ្ញុំសូមអរគុណបងប្អូនដែលបានទស្សនាបើសិនជាបងប្អូនមិនទាន់បានធ្វើការ like ឬ follow page សូមបងប្អូនធ្វើការ like និង follow page ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តសូមអរគុណវីដេអូនេះដំណើរការបានទៅដោយ V Cafe ឈ្ងុយឆ្ងាញ់លើសពីកាហ្វេធម្មតាសម្រាប់អ្នកជំងឺទឹកនោមផ្អែមគឺអាចញ៉ាំបានជួយសម្រួលដល់សរសៃឈាមបេះដូងលើសជាតិខ្លាញ់ជាតិអាស៊ីតនាំចូលពីប្រទេសម៉ាឡេស៊ីដោយក្រុមហ៊ុន Voten International ទំនាក់ទំនងលក់ដុំនិងរាយតាមរយៈ Facebook Page និង Telegram នៅខាងក្នុងវីដេអូ